ចែងកាប់ជាខ្ញុំសូមវន្ទាថ្វាយបង្គំព្រះពុទ្ធព្រះធម៌ព្រះសង្ឃមុនគុណមហាធ្ងន់មេត្តាបិតាអ្នកមាសិកាបែបខ្លីប៉ុណ្ណេះអេវ៉ាំងសូមស្លេះចងចែងចាទំនួញកម្មករពេលនេះណាដែលខ្ញុំតែងការជាការព្យាហើយសូមរៀបរាប់ជាសេចក្តីកម្មករប្រុសស្រីច្រើនមហិមាស្វះស្វែងរកការឥតរុញរាចំការស្រែនាតាមលំអានហេតុតែរាជខ្មែរក្រីក្រពេកមានច្រើនអនេកមនឹកស្មានធ្វើការរាល់ថ្ងៃឥតស្រាកស្រានតែពុំគ្រប់គ្រាន់គ្រប់ពេលឡើយរកការងារធ្វើនៅភ្នំពេញឥតមានទោមនិញពុំកន្តើយទោះបីធ្វើអ្វីពុំពោលឡើយតែសូមលោកឲ្យជាកម្រៃធ្វើការនៅរោងចក្រកាត់ដេរគ្មានពេលទំនេររាល់ថ្ងៃដើម្បីបដូរយកជាកម្រៃសន្សំសំចៃជូនមេត្តាប្រាក់ខែកម្មករតិចតួចពេកស្ទើរតែរំលែកពុំគ្រាន់ណាបងផ្ទះបាយទឹកជាថវិការួចសល់ប៉ុណ្ណាសន្សំទុកព្រោះតែខ្វះខ្វាតបន្ថែមម៉ោងឥតមានសៅម៉ងឬកើតទុកខ្លួនជាកម្មករឥតមានស្មុកហ៊ានប្រឈមមុខរាល់កិច្ចការតែសូមបានមកជាបច្ច័យសមស្របថ្លាថ្លៃនឹងកាយាដែលខ្ញុំបានធ្វើរាល់កិច្ចការសូមលោកមេត្តាកម្មករផងត្រូវចេះគោរពហើយមេត្តារាល់រូបអាត្មាកុំកន្លងកើតមកជាមនុស្សតែងខុសឆ្គងមិនអាចរំលងខុសទេណាថៅកែទាំងអស់ចេះសន្តោសកម្មករស្រីប្រុសឥតមុសានឹងមានទឹកចិត្តខំធ្វើការលំបាកម្ដេចម្ដាមិនថាអីបើសិនជាគេចេះអាណិតមិនរំលោភសិទ្ធិច្បាប់វិន័យដែលរដ្ឋបានចែងមាត្រាថ្មីរូបខ្មែរប្រុសស្រីមិនរំលងធ្វើការងារបានតាមសមរម្យមិនអាចបង្ខំឲ្យខុសឆ្គងមានពេលសម្រាកតាមទំនងកុំឲ្យឈឺផងកើតរោគាតែមានរោងចក្រចំនួនខ្លះប្រព្រឹត្តផ្ដេសផ្ដាសចាកមាគាបង្ខំកម្មករគ្រប់វេលាឲ្យធ្វើការងារហួសកម្រិតសំបីបត់ជើងឬចុកពោះក៏មិនឲ្យហួសមានកំហិតពី3នាទីតាមគេក្រិតដូចគ្មានអាណិតកម្មករខ្មែរជួនកាលថ្ងៃខ្លះមិនស្រួលខ្លួនឈឺពោះផ្ទុំផ្ទួនជាហូរហែខ្លះមកមិនទាន់ក៏មានដែរតែសូមថៅកែត្រាប្រណីបើខុសរាល់ថ្ងៃខ្ញុំមិនថាលោកជេរផ្ដាសាដាក់ទោសបីនេះខុសម្ដងសោះមិនអភ័យជេរដៀលឥតបីដូចសត្វឆ្កែប្រើអំពើហិង្សាលើកម្មករដូចជាមិនល្អមិនធូនថែដេញកម្មករចោលក៏មានដែរមានកាត់ប្រាក់ខែជាកម្រៃថ្ងៃបើកប្រាក់ខែមិនកំណត់ជួនគ្រប់ជួនអត់សឹងរាល់ថ្ងៃថាចេះថាចុះស្រេចសម្ដីកម្មករប្រុសស្រីកើតទោសារំលោភសិទ្ធិប្រការផ្សេងទៀតខ្ញុំមិនអាចឆ្លៀតចែងចងចាឲ្យអស់សេចក្តីក្នុងអក្ខរាទុកជូនកាមេរ៉ាលើពុទ្ធសធាគ្រាន់តែសង្ខេបបែបខ្លីៗឲ្យបានយល់ន័យទុក្ខវេទនាចំពោះកម្មករខ្មែរគ្រប់គ្នាដែលខ្ញុំបរនីពាក្យឃ្លោងឃ្លាអស់អោអិនព្រំលោកទេវតាជួយខ្ញុំផងណាផុតវេរាកុំឲ្យមើងងាយរិះប្រជាកម្មករនានាលើលោកកាបើខ្ញុំមិនធ្វើជាកម្មករឲ្យខ្ញុំត្រដរពឹងអ្នកណាខ្ញុំច្បាស់ជាស្លាប់ខ្សែសង្ខាររាល់រូបអាត្មាអ្នកក្រក្រីទំនួញកម្មករសុំផ្ដាំផ្ដែដល់លោកថៅកែនិងមន្ត្រីមេត្តាដោះស្រាយនឹងលោកលីសិទ្ធិច្បាប់វិន័យកុំពាធាមានគេធ្វើខុសលើកម្មករលោកមេត្តាមកជួយគាំពៀសុទ្ធតែឈាមជ័រខ្មែរដូចគ្នាក្នុងនាមយើងជាជនខេមរាធ្វើម្ដេចខ្មែរក្រខុសជាតិគេមេត្តារិះរេជួយរក្សាចំពោះកម្មករគ្រប់រូបបាមានសិទ្ធិតវ៉ាការបំពេញកុំធ្វើឲ្យគ្នាបាក់ខ្លោបខ្លាចនិងសិទ្ធិអំណាចដែលខ្លួនមានត្រូវតែជំរុញសិទ្ធិឲ្យបាននិងភាពសុខសាន្តកម្មករណានៅទីបញ្ចប់នៃកាបខ្ញុំលើកដៃប្រណម្យសងសច្ចាដល់វត្ថុស័ក្តិសិទ្ធិលើលោការក្សារដ្ឋាភិបាលកម្ពុជាសូមឲ្យកម្មករជួបតែសុខ
កុំឲ្យមានទុករាល់វេលាកំចាត់ឲ្យអស់គ្រោះកម្មពៀហើយបានសោភាស្រស់ថ្លៃថ្លាសូមឲ្យកម្មករខ្មែរទាំងអស់មានរូបសម្ផស្សគ្រប់រូបាកុំបីមានទុកនាំខ្លោចផ្សារោគសោកដេចបដាខ្ចាត់អន្តរាយសូមឲ្យបានសុខរាល់យប់ថ្ងៃកម្មករប្រុសស្រីចិត្តនឹងឆ្ងាយដោយការនិពន្ធនៃកវីសូមបានជោគជ័យផុតទុក្ខអើយ